ចឹងសម្រាប់បងប្អូនដែលថ្មីដែលអត់ទាន់បាន Subscribe ឬក៏បងប្អូនដែលចង់រៀន Design បន្តទៀតបងប្អូនអាចធ្វើការចុច Subscribe នៅ Channel របស់ខ្ញុំនឹងធ្វើការ upload នៅវីដេអូមេរៀនថ្មីៗជូនទៅកាន់បងប្អូនថែមទៀតអរគុណបងប្អូនចា៎បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមេរៀនមួយនេះនឹងបង្ហាញបងប្អូនតាក់ទងទៅនឹងការ save អញ្ចឹងណាអញ្ចឹងតាក់ទងទៅនឹងការ save សម្រាប់យកទៅ post ឬក៏យកទៅ print អញ្ចឹងបងប្អូនដែលមាន artwork ឬក៏មាន project ដែលបាន design រួចហ្នឹងណាដែលបាន design រួចបងប្អូនគ្រាន់តែចូលមកកន្លែង share ហ្នឹងណាចូលមកកន្លែង share កន្លែងនេះឧទាហរណ៍ថា share this design មានន័យថាយើងចែករំលែក design ហ្នឹងទៅកាន់នរណាម្នាក់ដែលគាត់មាន account Canva អញ្ចឹងណាអញ្ចឹងដូចថាក្នុងនេះវាចង់ share ទៅឲ្យណាគេដែលគាត់អាចកែបានអញ្ចឹងបងប្អូនវាយឈ្មោះរបស់គាត់ឬក៏ឆ្លៃ email របស់គាត់អញ្ចឹងណានេះកន្លែងនេះគឺកំណត់សិទ្ធឲ្យគាត់អាចកែឬក៏អាចតែឃើញទេអញ្ចឹងបន្ទាប់មកបងប្អូនសិនអញ្ចឹងណាដល់មកគាត់នឹងកំពុងគាត់អាចនឹងកែនៅលើកិច្ចការងាររបស់យើងបានហើយអញ្ចឹងណាហើយត្រង់ចំណុចកន្លែង download កន្លែង download នេះគឺបងប្អូនធ្វើការ download យកអញ្ចឹងកន្លែង download ហ្នឹងកន្លែងនេះគឺជាកន្លែងដែលយើងរើស file ថៃនេះគឺកន្លែងដែលយើងរើសប្រភេទដែលយើង save ចេញជាប្រភេទ file JPG PNG PSD ឬក៏ file MP4 ឬក៏ file GIF អីចឹងទៅអញ្ចឹងបងប្អូន save យក file PNG ព្រោះ file អត់មាន background file JPG គឺ file ដែលសម្រាប់មាន background បើសម្រាប់ print គឺបងប្អូន save យកប្រភេទ file PSD អញ្ចឹងណាបើប្រភេទ video បងប្អូន save យកប្រភេទ MP4 video អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាសម្រាប់យើង post យើងយក JPG ឬក៏ PNG បានអញ្ចឹងណាតែតទៅនឹងកិច្ចការងារ design របស់យើងនេះ poster ហ្នឹងអញ្ចឹងបងប្អូនទៅយក JPG PNG បន្ទាប់មកកន្លែងនេះខ្សែគឺទំហំអញ្ចឹងនៅក្នុងក្រោមនេះគឺទំហំ 1080 x 1080អញ្ចឹងបងប្អូនអាចទាញឡើងលើហ្នឹងក៏បានឬក៏ថយចុះពីទំហំហ្នឹងតិចជាងហ្នឹងក៏បានដែរប៉ុន្តែសូមឲ្យលើសពី 1000 ឡើងណាដើម្បីឲ្យរូបភាពរបស់យើងច្បាស់ល្អបន្ទាប់មកកន្លែងនេះគឺចេញពាក្យថា download អញ្ចឹងបងប្អូនយកពាក្យថា download អញ្ចឹងណាអូខេអញ្ចឹងបន្ទាប់មកយើង download រួចណាចាំបន្តិចបន្ទាប់មកបងប្អូនចូលទៅកាន់Facebook page អញ្ចឹង Facebook page របស់បងប្អូនដើម្បី post អញ្ចឹងណាអានេះគឺយើង save ដើម្បី post អញ្ចឹងបងប្អូនចូលមក page របស់បងប្អូនមកជ្រើសរើសកន្លែង photo and video បន្ទាប់មកបងប្អូនទាញរូបភាពរបស់បងប្អូនតម្លាក់កន្លែងក្នុងហ្នឹងមកហើយបងប្អូនអាចសរសេរអីក៏បានដែរកន្លែងនេះណាអញ្ចឹងយើងឧទាហរណ៍ដើម្បីយើង post ឲ្យមើលតើការ save ចេញមកវីដេអូរូបភាព poster របស់យើងច្បាស់បានល្អអត់អញ្ចឹងយើងសាក post ឲ្យបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងណាអូខេអញ្ចឹងបងប្អូនគ្រាន់ click លើអញ្ចឹងបងប្អូនអាចមើលថារូបរបស់យើងគឺមានគុណភាពល្អមែនតើអញ្ចឹង Canva អាច design បានរូបភាពដែលយើងអាច save យកមកសម្រាប់ post ហើយនិងសម្រាប់ print គឺបានល្អមែនតើទៅលើហ្នឹងអញ្ចឹងណាអត់មានបែកអត់មានព្រិលអីទេអូខេអញ្ចឹងវាបង្កើននៅការលក់របស់បងប្អូនដូចគ្នាអញ្ចឹងណាអូខេនៅក្នុងវីដេអូមួយនេះតកតងទៅនឹងការ save សម្រាប់យើង post ឬក៏សម្រាប់យើង print ត្រូវបញ្ចប់តែប៉ុណ្ណេះអញ្ចឹងសូមអរគុណសូមគោរពលាជួបគ្នាក្នុងវីដេអូមេរៀនក្រោយទៀតបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះនឹងបង្ហាញបងប្អូនតកតងទៅនឹងការ save សម្រាប់បងប្អូនយកទៅត្រូវការ print អញ្ចឹងណាបាទធ្វើការ print គឺបងប្អូនធ្វើការ save អញ្ចឹងឧទាហរណ៍ថាកិច្ចការងាររបស់យើងឬក៏សិលឹកកិច្ចការងាររបស់យើងបាន design រួចរាល់ហើយសម្រាប់យើង print ឧទាហរណ៍ថាយើងយកនេះយើងទៅយក print យកទៅធ្វើ banner ធំៗដាក់ទៅពីមុខហាងឬក៏ដាក់ពីមុខកន្លែងការងារឬក៏ print សម្រាប់ទៅលើអីផ្សេងៗនោះទេអញ្ចឹងបងប្អូនតាក់ទងទៅនឹងការ print គឺបងប្អូន design ឲ្យហើយរួចរាល់គឺបងប្អូនចូលទៅកន្លែង share កន្លែង share បន្ទាប់មកកន្លែង share ហ្នឹងបងប្អូនលើពាក្យកន្លែង download អញ្ចឹងបងប្អូនយកកន្លែង download ហ្នឹងមកបន្ទាប់មកបងប្អូនកន្លែង file ថៃនេះបងប្អូនរើសយកប្រភេទ PDF print អញ្ចឹងណាអញ្ចឹង PDF print ហ្នឹងបងប្អូន select យកកន្លែងនេះ color profile បងប្អូនយក CMYK ហ្នឹងណាអញ្ចឹងបងប្អូនយក CMYK គឺសម្រាប់ print អញ្ចឹង print មានរូបភាពច្បាស់ស្អាតល្អអញ្ចឹងណាអត់មានការបែកទេអញ្ចឹងបងប្អូនរើសសម្រាប់ print ផ្ដោតសំខាន់លើពី PDF print ហើយនិង CMYK ណាដល់មកបងប្អូនចុចពាក្យ download រងចាំរហូតដល់ download រួចរាល់អូខេនេះអ
អញ្ចឹងបងប្អូនរើសទីតាំងដែលបងប្អូនដាក់បន្ទាប់មកបងប្អូនចុចពាក្យ download បន្ទាប់មកយើងបើកកិច្ចការងាររបស់យើងនឹងមកអញ្ចឹងមានន័យថារូបរបស់យើងគឺច្បាស់ល្អមែនតើអញ្ចឹងណាបងប្អូនគឺយើង zoom អត់មានការបែកទេអញ្ចឹងបងប្អូនអាចយកទៅ print បានសម្រាប់អាជីវកម្មរបស់បងប្អូនផ្សេងទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹង Canva គឺល្អមែនតើសម្រាប់កន្លែងតាក់ទងទៅនឹងការផុសសម្រាប់ផុសនៅលើ social media ហើយនឹងសម្រាប់តាក់ទងទៅនឹងការ print ចេញបាទអញ្ចឹងនៅវីដេអូមួយនេះសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នាក្នុងវីដេអូមេរៀនបន្តទៀតសូមអរគុណ អញ្ចឹងនេះបងប្អូនទាំងអស់គ្នាសិតតែជា element ណាសម្រាប់យើង design ផ្សេងៗដូចជា element តាក់ទងទៅនឹងបនឯករាជ្យជាតិណាបងប្អូនហើយតាក់ទងទៅនឹងស៊ុំផ្សេងៗណាយើងមានច្រើនខ្លាំងមែនតើហើយយើងមានថ្មី update ថែមជូនទៅកាន់បងប្អូនទៀតដូចជាកឋិនទានណាមានច្រើនខ្លាំងមែនតើអញ្ចឹងងាយស្រួលដែល element សម្រាប់យើង design ដូចជាជុំបិណ្ឌអបអសាទរឬជូនបនឬក៏អីផ្សេងៗចឹងទៅតាក់ទងទៅនឹង element ខ្មែរយើងណាបងប្អូនទាំងទៀតហើយម្យ៉ាងទៀតនៅក្នុង account នោះគឺយើងមាន font ខ្មែរច្រើនជាង200 font ជាងបងប្អូនទាំងគ្នាហើយយើងមានជាវីដេអូនៃការបង្រៀននៃការហាត់តាក់ទងទៅនឹងការអនុវត្ត design ជាក់ស្ដែងជូនទៅកាន់បងប្អូនបើសិនជាបងប្អូនត្រូវការ account ពីខាងខ្ញុំបងប្អូនអាចឆានមក Telegram របស់ខ្ញុំបានគឺ015.13បាទអរគុណបងប្អូនចា៎យើងទៅបន្តមេរៀនរបស់យើងតទៅទៀត